ในទីនេះណាពួកនាងមានជីវិតល្អប្រសើរហើយហើយមិនដឹងជាលាឈប់ទៅរកជីវិតដ៏ល្អជាងនេះនៅណានោះទេខ្ញុំសូមវល់ណាកុំចេញទៅអីណាអាវិល័យណាជឿខ្ញុំទៅវិល័យកុំចេញទៅអីណាបើវិល័យចេញទៅណាបបប្រកាសជានឹកដល់វិល័យណាហើយណាបើមិនទៅប្រកាសជាអត់ស្លាប់ខ្ញុំបានប្រាប់បងធាវហើយអ្នកបងជិតហើយថារោងចក្រនេះណាគឺនឹងរលាយអ្នកណាប្រាប់ពួកនាងថារោងចក្រនេះចិត្តរលាយគឺអ្នកចាត់ចែងការងារនៅរោងចក្ររបស់យើងនៅមានរហូតលុយក៏មានបង្វែររោងចក្រយើងមិនរលាយងាយៗទេបើមិនដឹងរឿងអីទេបិទមាត់ទៅបើរោងចក្រមិនចិត្តរលាយទេលោកអ្នកចាត់ចែងក៏មិនលាឈប់ដែរទោះជាយ៉ាងណាពួកខ្ញុំនឹងលាឈប់ទៅរកការងារធ្វើនៅកន្លែងផ្សេងមែនទេពួកយើងមែនហើយប៉ុន្តែពេលនេះការងាររបស់ពួកយើងធ្វើឲ្យលោកស្រីសុផានោះគឺប្រញាប់ណាស់បើពួកនាងលាឈប់រោងចក្រនេះបញ្ជូនការងារមិនទាន់ទេដឹងទេមែនហើយហេតុដូច្នេះបងមិនអាចឲ្យពួកនាងលាឈប់នៅពេលនេះបានទេប៉ុន្តែពួកយើងធ្វើតាមលំដាប់គ្រប់យ៉ាងមិនឲ្យពួកយើងលាឈប់ដោយរបៀបណាពួកយើងមិនព្រមទេមែនទេពួកយើងមែនហើយពួកយើងមិនព្រមទេពួកយើងនឹងលាឈប់មែនហើយពួកយើងនឹងលាឈប់មែនហើយលេខពួកយើងមកស្បទៅស្បទៅបានហើយស្ងប់អារម្មណ៍សិនទៅបានហើយស្ងប់ទៅបានហើយស្ងប់អារម្មណ៍សិនទៅចុះហត្ថលេខាខ្ញុំមុនមកចុះហត្ថលេខាមកបានហើយស្ងប់អារម្មណ៍សិនទៅចុះហត្ថលេខាពួកខ្ញុំសិនមកបានហើយស្ងប់អារម្មណ៍សិនទៅអ្នកបានហើយកម្មករហត្ថលេខាខ្ញុំមុនមកមែនចុះហត្ថលេខាខ្ញុំមុនមកខ្ញុំនឹងលេខឈប់ជាកម្មករតិចទេហត្ថទៅនេះរបស់ខ្ញុំបានហើយស្ងប់អារម្មណ៍សិនទៅបានទេនិយាយគ្នាតាមស្រួលទៅអ្នកទាំងអស់គ្នាយ៉ាងណាពួកខ្ញុំនឹងលាឈប់មែនហើយពួកខ្ញុំនឹងលាឈប់អ្នកទាំងអស់គ្នាជំរាបសួរចាអ្នករាល់គ្នាយ៉ាងណាពួកយើងនឹងលាឈប់មែនអ្នកគ្នាជំរាបសួរអ្នករាល់គ្នាចាស់តលេខឲ្យពួកយើងមកអ្នករាល់គ្នាឆោបានផលមែនបើមិនចឹងទេគ្មាននរណាស្ដាប់នោះទេពេលនេះស្ងប់ស្ងាត់ល្អណាស់សូមជួយនិយាយចុះបាទចាអរគុណបាទជំរាបសួរចាកម្មករជាទីស្រឡាញ់របស់ខ្ញុំទាំងអស់គ្នាកាលពីប្រមាណនាទីមុនអ្នកនាងផែតទៅតែបានទទួលដំណឹងអាក្រក់បំផុតអ្នករាល់គ្នាសុំលាឈប់អ្នករាល់គ្នាសុំលាឈប់អីសុំឲ្យនៅជាម្លប់ដល់ត្រជាក់ត្រជុំដល់រោងចក្ររបស់ខ្ញុំសិនបើសិនជាអ្នករាល់គ្នាមិនស្រឡាញ់រោងចក្រសុំឲ្យស្រឡាញ់ខ្ញុំមិនបាច់ច្រើនពេកទេស្រឡាញ់ល្មមប៉ុន្តែសុំឲ្យស្រឡាញ់ឲ្យបានយូរកុំទៅចោលខ្ញុំអីណាកុំទៅចោលខ្ញុំអីអញ្ចឹងស្ដាប់បាត់ដំបងតែម្ដងអ្នកនាងផែនខំបានរៀបកាន់តែមងតាកាន់ក៏เข้าใจอยู่รู้ว่านักแค่ไหนកាន់ក៏បើបាត់នេះតែផ្ដល់ការជឿជាក់ឲ្យកម្មករយ៉ាងម៉េចទេรู้ว่านักแค่ពួកយើងមិនព្រមពួកយើងនឹងចាញ់ពួកយើងមិនព្រមពួកយើងនឹងចាញ់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 មាត់ភេទទាំងអស់គ្នាស្ដាប់ខ្ញុំសិនណារោងចក្ររបស់យើងមិនមែនរលាយអីទេព័ត៌មានដែលគ្រប់គ្នាបានទទួលគឺជាការកុហកលោកអ្នកចាត់ចែងតំណែងធំនៅតលាឈប់គេមិនកុហកពួកយើងទេមែនទេពួកយើងមែនហើយតែខ្ញុំសុំធានាថារោងចក្រនេះមិនរលាយទេនាងគ្រាន់តែជាកម្មករកាត់ដេរដូចជាពួកខ្ញុំតើនាងដឹងដោយរបៀបណាទៅថាលោកប្រធានចាត់ចែងការងារដោយរបៀបណាលុយកាក់មានច្រើនប៉ុណ្ណានាងយកអីមកធានាទៅថារោងចក្រនេះមិនរលាយទេនោះមែនទេពួកយើងមែនហើយគឺខ្លួនខ្ញុំអ្នកនាងផែតកំពុងតែប្រាប់អ្នករាល់គ្នាថាជាកូនរបស់លោកម្ចាស់ឲ្យខ្ញុំជឿមនុស្សដែលរៀនតិចដូចជាពួកខ្ញុំនេះខ្ញុំមិនជឿទេមែនទេពួកយើងមិនជឿទេមិនជឿអ្នកនាងផាធូមិនអាចធានាអ្វីបានទេប៉ុ
ប៉ុន្តែអ្នកដែលធានាបានថារោងចក្រនេះមករលាយនោះគឺខ្ញុំសូមធានាណាថាសភាពលុយកាក់របស់យើងគឺនៅថិតថេរល្អណាស់រោងចក្ររបស់យើងគឺមានលុយបង្វិលគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មខ្ញុំសូមសន្យាថាមិនថារោងចក្រទៅជាយ៉ាងណាទេអ្នកគ្រប់គ្នាគឺគ្មានថ្ងៃអត់ការងារធ្វើឡើយកុំជឿព័ត៌មានដែលគេផ្សព្វផ្សាយហើយក៏កុំតន់អាលាឈប់អីណាពីឡៃញាប់មិត្តភក្តិលាឈប់ដល់ទៅ20នាក់តែយើងមានកម្មករឯណាមកធ្វើការជំនួសទៅអើយអ្នកនាងផេតសុំទោសចាគឺដោះចិត្តហើយដោះអារម្មណ៍ហើយហេតុអីបានជាពួកគេមិនព្រមនៅបន្តណោះទោះបីតែខ្ញុំនិយាយគេនៅតែមិនជឿផងមិនមែនជាកំហុសរបស់អ្នកនាងទេខ្ញុំមិនយល់សោះហេតុអីបានជាលោកអ្នកចាត់ចែងនិយាយព័ត៌មានឲ្យពួកកម្មករមិនជឿជាក់លើរោងចក្របែបនេះអ្នកនាងនេះសុំទោសចាគឺអ្នកនាងនេះមានដឹងទេថារោងចក្រដែលពួកវិល័យទៅដាក់ពាក្យនាងគឺជារបស់អ្នកណាមិនដឹងទេប៉ុន្តែនាងខ្ញុំបាននេះមកបានពីកម្មករដែលគេមិនព្រមលាឈប់នេះណាចានេះអូយមើលឃើញទីឃើញហើយពេលនេះគឺឲ្យរតនាទៅស៊ើបមើលចាមិនបានការទេអូយពេលទៅរោងចក្រគឺគ្មានអ្នកណាព្រមនិយាយការពិតនោះទេថាជារបស់អ្នកណាអញ្ចឹងយើងត្រូវស៊ើបរកការពិតពីកម្មករដូចគ្នាប៉ុន្តែអ្នកដែលខ្ញុំទេទៅរកគេបាននិយាយប្រាប់ថារោងចក្រនេះបើកច្រើនខែហើយតែមិនព្រមប្រាប់ពីម្ចាស់នោះទេហើយលោកអំភុនទើបតែរៀបចំសំពះគ្រូក្នុងនាមជាអ្នកចាត់ចែងនៅរោងចក្រនោះទៅធ្វើជាអ្នកចាត់ចែងថែមទាំងដណ្ដើមយកកម្មករពូកែរបស់យើងទៅទៀតក្រែងប្រាប់ថាមិនដឹងថាទៅធ្វើអីទេឬក៏ជារោងចក្ររបស់លោកអំផុនមិនគួរទៅរួចទេព្រោះថារកលុយឯណាមកដាក់ទុនដល់ម្លឹងពេលនេះការងារក៏ប្រញាប់មនុស្សក៏ខ្វះខ្ញុំយល់ថាយើងជួយគ្នាគិតទៅល្អជាងថាគួរតែរកជាងមានស្នាដៃមកពីណាមកជំនួសវិល័យឲ្យបានឆាប់នោះចាមែនហើយរឿងគ្រប់ចិត្តស្នេហ៍អូនភាគទី16ចាប់តែប៉ុណ្ណេះសូមរងចាំតាមដានទស្សនានៅភាគទី17ដែលជាភាគបន្ត